រឿងស្រឡាញ់ក្រោមពន្លឺអេក្រង់ភាគ3ការរីកចម្រើននៃទំនាក់ទំនងពេលពួកគេជួបគ្នាជាលើកដំបូងក៏ដូចជាពេលបញ្ចេញសារមួយពីចិត្តពិតបន្ទាប់ពីការជួបគ្នានោះការទំនាក់ទំនងរបស់ JKH និងនីសាខុសប្លែកពីមុនពួកគេបានចូលរួមក្នុងការចែករំលែកគ្នាពីការជជែកទូទៅคล้ายទៅជាការចូលរួមមិត្តភាពជាលើកដំបូងអ្នកទាំងពីរជួបគ្នានៅហាងកាហ្វេបន្ទាប់ជាប្រចាំហើយធ្វើជាព័ត៌មានថ្មីក្នុងការចែករំលែកការងារនិងគំនិតពីជីវិតខាងមុខ JKH តែងតែលេងជាឯកជនបំផុតតែចិត្តនាងបានកំណត់ព្រឹត្តិការណ៍ថ្មីទាំងអស់បន្ទាប់ពីគេមើលមុខគ្នាម្ដងសម្រាប់ JKH មានអារម្មណ៍ថានីសាគឺជាអ្នកដែលជួយគាត់មានអ្វីដែលខុសគ្នាពីពេលមុនការជជែកទាំងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនាងធ្វើឲ្យគាត់មានឱកាសស្វែងរកភាពល្អបំផុតក្នុងខ្លួនប៉ុន្តែការរីកចម្រើននេះដូចមិនសូវជានៅបានយូរប៉ុន្មានទេព្រោះអ្នកទាំងពីរចេះតែនឹកស្រមៃថាវាមិនមានអ្វីល្អឥតខ្ចោះព្រោះមិនយល់ពីចិត្តមនុស្សខ្លះមិនដូចជាយ៉ាងម៉េចនោះទេក្នុងថ្ងៃមួយនៅថ្ងៃច័ន្ទមុនពេលទៅសាកលវិទ្យាល័យ JKH សរសេរសារទៅក្នុង Telegram ថាស្រឡាញ់អត់មែនទេតែធ្វើដូចជាពេលគ្នាជួបមុខគ្នាតែងតែមើលមុខមិនចំយ៉ាងម៉េចទេនីសាចាប់អារម្មណ៍ពីពាក្យបែបនេះប៉ុន្តែវាបានបង្ហាញពីការរួមគ្នាដែលនឹកស្រមៃថាបានចូលដល់ចិត្តនាងយ៉ាងណាវគ្គបែកគ្នាប៉ុន្តែចាំគ្នាបន្ទាប់ពីការសម្រេចចិត្តនឹងការងាររបស់ JKH នៅបរទេសនិងការបំបែកជាមួយនីសាពួកគេចាប់ផ្ដើមត្រូវប្រឈមមុខជាមួយចម្ងាយនិងភាពបាត់បង់ក្នុងទំនាក់ទំនងមុននឹងបញ្ជូនសារដូចនេះ JKH បានប្រើពេលសម្រាប់ធ្វើការងារសប្បាយមួយនៅបរទេសនៅក្នុងសប្តាហ៍ដំបូងគ្រាន់តែអាចចាប់បានសារមួយពី JKH ប៉ុណ្ណោះតើអ្នកនៅជាប់នៅក្នុងចិត្តខ្ញុំទេ JKH បានសួរនីសាសារនេះបង្កើតអារម្មណ៍ទំនាក់ទំនងក្នុងចិត្តនីសាតែការបែកគ្នានេះមិនអាចបញ្ឈប់ការយល់ពីគ្នាតែមានចម្ងាយហើយប្រហែលជារកមិនឃើញគ្នាឡើយក្រោយមកនីសាបានឆែកតាម Telegram រហូតដល់2សប្តាហ៍ដោយគ្មានការឆ្លើយតបពី JKH ចិត្តនាងឈឺចិត្តនឹងកើតមានអារម្មណ៍ស្រឡាញ់ដោយពុំដឹងថានឹងមានចម្លើយណាមួយទេមួយថ្ងៃនៅពេលព្រឹកនីសាបានចូលញ៉ាំនៅហាងកាហ្វេ
ដែលមានគ្រឿងភេសជ្ជៈឆ្នើមដែលគួរឲ្យនឹកឃើញពេលវេលាកន្លងមកទាំងអស់ខណៈពេលនាងកំពុងអង្គុយនិងពិចារណាអំពីអារម្មណ៍ខ្លួនទូរស័ព្ទរបស់នាងមានសារមួយផ្ញើចូលមកអ្នកគួរតែស្វែងរកខ្លួនឯងនិងរកកន្លែងថ្មីនេះគឺជាសារដែល JKH បញ្ជូនមកនៅពេលនាងនឹកឃើញថាអ្នកទាំងពីរជាស្នេហានៃជីវិតនឹងគ្នាពេលនាងទទួលបានសារនេះចាប់ផ្ដើមមានភាពច្របូកច្របល់គាត់មិនអាចស្វែងយល់ពីការសម្រេចចិត្តនេះទេការបែកគ្នាគឺជាការបង្ហាញពីការបាត់បង់ឬក៏អាចជាគន្លងសម្រាប់ការរីកចម្រើននៃការស្រឡាញ់មកវិញហើយមិនមានការឆ្លើយតបពី JKH ទៀតទេពួកគេមិនបានជួបគ្នាឡើយពោលគឺការបែកគ្នាមិនមែនជាការបង្ហាញចំពោះភាពជាគូដ៏ពិតទេប៉ុន្តែជាការតំណាងការប្រឈមនឹងភាពស្មុគស្មាញក្នុងការរស់នៅក្នុងការបន្តជំនួសការតភ្ជាប់មួយដែលធ្វើឲ្យមានការរំខានចិត្តនៃការស្រឡាញ់ពាក្យគេចាប់ផ្ដើមខកចិត្តនឹងការរីកចម្រើននៃទំនាក់ទំនងជាសារមិនសូវចេះថាជំរឿសប៉ុណ្ណាតែការអនុញ្ញាតឲ្យអារម្មណ៍ដើម្បីជួយគ្នាកាន់តែច្រើនចាសសូមអរគុណសូមរងចាំទស្សនាភាគទី3បាទបងប្អូនពេញចិត្តសាច់រឿងនេះសូមជួយចុច like និង share subscribe ឲ្យ admin ផងណានឹងមានរឿងភាគផុសបន្តទៀតចាសសូមអរគុណ